សួស្តីបងប្អូនដែលទស្សនាវីដេអូខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតទាក់ទងនឹងការផ្លាស់ប្ដូរអេក្រង់ iPhone 12 Pro Max នេះយើងដោះវិគូតវាពីក្របចេញមកហ្នឹងហើយអានេះខ្ញុំកាត់ដែរណានេះដល់កន្លែងវគ្គកោះអេក្រង់អានេះអេក្រង់ប្រភេទសំណុំស៊ីនវាពិបាកកោះប៉ុន្តែគាត់ថាអេក្រង់គេខូចហើយយើងកោះទៅយើងព្យាយាមកោះដោយតែអេក្រង់ល្អគេទៅយើងកោះហើយយើងទុកឲ្យគេវិញទៅទុកឲ្យគេឃើញណាបាទទូរស័ព្ទនេះសំណុំស៊ីនស្អាតផងគេបើគាត់ថាពណ៌12 Pro Max ហ្នឹងវា frame វាហើបគឺវាធ្វើមកអា frame ហ្នឹងរឿងអន់អញ្ចឹងហើបវាហើបកខាងក្រោមហ្នឹងកអេក្រង់វាចូលទឹកទៅវាខូចហ្នឹងអានេះយើងដោះអាវីបាទប៉ាំងខាងលើអស់ហើយនឹងវីគ្រប់ទៅលើក្បាលថ្មជាមួយស្នាប់អេក្រង់ខ្ញុំកាត់ដែរទៅលឿនតិចទៅព្រោះម្ចាស់គេបញ្ញាប់ដែរយើងសុំឲ្យគេទៅផ្ទះសិនដើម្បីយើងទុកទូរស័ព្ទថតណាបានវីដេអូចែកបងប្អូនដែរនឹងបន្ទាប់ពីយើងដោះវីប៉ាំងគ្រប់ទៅលើស្នាប់អេក្រង់ជាមួយស្នាប់ថ្មមកយើងកោះក្បាលថ្មមុនគេណាដំបូងយើងកោះស្នាប់ថ្មព្រោះយើងការពារតែនេះគប់ខូចម៉ាស៊ីនគេបងប្អូនជាងដៃថ្មីអីអានឹងជាកលឹះមួយទូចដែរនឹងឲ្យតកតងនឹងកន្លែង snap sensor វាខាងលើហ្នឹងក៏យើងកោះវាប្រយ័ត្នដែរព្រោះពួក12 13 Pro Max ហ្នឹងឃើញ snap វាធ្វើបត់មែនទែនទៅដល់បត់យូរខែយូរឆ្នាំទៅលក្ខណៈចង់បាក់អញ្ចឹងតែយើងទាញអត់ប្រយ័ត្នតែយើងទាញមកវាចំហមកវិញលាតត្រង់មកវិញគឺបាក់យកហ្មងអញ្ចឹងតើយើងប្រយ័ត្នដែរចំណុចហ្នឹងនេះយើងដល់វគ្គសម្អាត clean វាស្អាតហើយព្រោះយើងផនគេកោះមកស្អាតភ្លឹងអញ្ចឹងយើងត្រូវធ្វើឲ្យគេស្អាតទៅវិញណាកុំរបៀបថាធ្វើលំយកទៅលុយយើងអានេះយើងជូតសម្អាតតាមអារងនេះណាការពារជ្រាបទឹកព្រោះយើងលមូមិញហើយស្អាតហើយនេះស្អាតភ្លឹងហើយនេះយើងយកអេក្រង់យើងដូរភ្ញៀវគាត់ដូរប្រភេទ GX ព្រោះគាត់ទៅថវិកាដែរបើ GX នេះវា color វាស្អាតដែរគេទទួលស្គាល់ហើយប្រភេទអេក្រង់ដែលបន្តពីស៊ីនហ្នឹងណាប៉ុន្តែខុសគ្នាពីស៊ីនពាក់កណ្ដាលដែរអញ្ចឹងវាល្មមនឹងគេដូរអានេះដែរវាសេដ្ឋកិច្ចវាពិបាកដែរចង់ជាងពាក់កណ្ដាលផងនៅនេះយើងតេស្តហើយវាដំណើរការល្អហើយយើងអូសថាច់អូសអីមើលវាណានេះយើងបិទគ្រឿងវាវិញដើម្បីយើងបិទស្គុតជ្រាបទឹកស្គុតអីព្រោះអេក្រង់ប្រភេទអេក្រង់ iPhone តាដូរគឺខ្ញុំត្រូវតែបិទស្គុតហ្នឹងហើយព្រោះវាមិនបានការពារទឹក 100% ក៏វាអាចការពារទលីដីការពារអីណាសំណើមមុំណាថ្ងៃនេះយើងដោះឧបលោពីឧបលោ sensor វាពីអេក្រង់ចាស់យកមកដាក់អេក្រង់ថ្មីមកនេះយើងដាក់ស្គុតជ្រាបទឹកវាមកស្គុតជ្រាបទឹកពណ៌ប្រភេទពណ៌រៀងក្រហមនេះល្អសឹង90% នៃស៊ីនវាដែរស្អិតណាអានេះយើងស្បេតវាមកស្បេតដើម្បីឲ្យវាជាប់ជាមួយនឹង frame តួវាហ្នឹងស្បេតតែស្អាតមកហ្នឹងហើយពួកនេះយើងផ្ដិតដីទៅលើកាមេរ៉ាវាកុំឲ្យយកកណាត់ទៅផ្ដិតឬក៏អីផ្ដិតដឹងតែខូចឲ្យកាមេរ៉ានេះជូតស្មាតថែមតិចទៀតទៅអស់ជាតិលីដីនេះយើងកັບខ្សែ sensor វាខ្សែ sensor អីឧបលោវាអាហ្នឹងតែខូចអាហ្នឹងដាច់អាហ្នឹងគឺ scan លេងដើរណាម៉ាស៊ីននេះយើងកັບអេក្រង់ហើយកັບស្នាប់ថ្មតាមក្រោយហើយយើងមូប៉ាំងវាមកប៉ាំងទុកខាងលើហើយយើងតេស្តភាសាទៀតគឺដំណើរការស្រួលហើយអានេះយើងបកស្គុតជ្រាបទឹកចេញសៀលនៅពីលើស្គុតហ្នឹងបកវាចោលមកដើម្បីយើងចាប់វាទៅវិញហើយតេស្តអស់ហើយអរគុណ